ក៏ពួកយើងទៅលេងស៊ីមរៀបទាំងអស់គ្នាលើកណាពួកខ្ញុំទៅលេងស៊ីមរៀបគឺមានរយៈពេល2 យក 3 ថ្ងៃដែលទៅមួយក្រុមហ៊ុនប៉ាខ្ញុំផ្ទាល់ដែលគេឲ្យនាំប្រពន្ធកូនទៅអញ្ចឹងទៅប៉ាក៏នាំពួកខ្ញុំទៅចំពេលដែលខ្ញុំមកដល់ខ្មែរផងដែរចឹងទៅលើកហ្នឹងគឺពួកខ្ញុំទៅដើរលេងដូចមួយធួចឹងតែគ្រាន់នេះគឺជាបុគ្គលិកក្រុមហ៊ុនប៉ាខ្ញុំផ្ទាល់ហើយពួកខ្ញុំទៅនេះគឺពេលយប់ពួកខ្ញុំឡើងម៉ោង 5 កន្លះចឹងពួកខ្ញុំត្រូវចេញទៅម៉ោង 5 អីហ្នឹងពួកខ្ញុំចេញទៅហើយពេលដែលទៅដល់ហ្នឹងគឺនៅសល់ម្នាក់ទៀតដែលអត់មកដល់ទេចឹងពួកខ្ញុំនៅចាំតែចាំគាត់រៀងយូរដែរ1 ម៉ោងជាងចឹងទៅពួកខ្ញុំឡើងចាំដល់ឡើងផឹកដែរម៉ោង 6 ជាងមិនបានចេញចឹងពេលដែលគាត់មកដល់ពួកខ្ញុំក៏ចាប់ផ្ដើមនាំវាចេញដំណើរទៅភ្លាមពេលដែលចេញហ្នឹងចាំវគ្គពេលព្រះអាទិត្យរះឡើងមកចឹងទៅពួកខ្ញុំបានថតស្អាតមែនតើនិយាយទៅផ្ទៃមេឃចេញមកឡើងពណ៌លឿងមក like it's very beautiful guys and another thing is it's so fresh ចឹងបន្ទាប់ពីកយគុណមើលទេសភាពអីហើយក៏ពួកខ្ញុំអត់មានបានគេងដែរដោយសារវារៀងផឹកដែរចឹងទៅអ្នកខ្លះគេងអ្នកខ្លះក៏អត់ចឹងទៅចឹងពេលដែលជិះបានមកសន្ទុះធំគឺពួកខ្ញុំបានតែញ៉ាំអាហារពេលព្រឹកនៅស្គន់គឺអាហារពេល3ពេលហ្នឹងព្រឹកថ្ងៃល្ងាចគឺខាងធូរគេ cover ទាំងអស់ចឹងពេលដែលពួកខ្ញុំទៅញ៉ាំអាហារពេលព្រឹកហ្នឹងគឺគេឲ្យហៅម្ហូបម្នាក់មួយចាននិងភេសជ្ជៈម្នាក់មួយកែវញ៉ាំទៅគឺយើងមនុស្សម្នាក់គឺស្មើនឹងប៉ុណ្ណឹងចឹងមនុស្សរៀងច្រើនពួកខ្ញុំទៅនោះគឺ2ឡានធំចឹងទៅគឺថាមនុស្សច្រើនមែនតើហើយកាទៀវគេនៅហ្នឹងក៏ឆ្ងាញ់ដែរជាពិសេសគឺខគោបន្ទាប់ពីញ៉ាំរួចរាល់ពួកខ្ញុំក៏បានឡើងឡានទៅបន្តទៀតហើយពេលឡើងឡានហ្នឹងគឺគេចាប់ផ្ដើមច្រៀងបដាអីពួកអីកុំឲ្យស្ងាត់ឡានអញ្ចឹងអ្នកដែលចង់ច្រៀងអ្នកដែលសម្រាក៏សម្រាបន្តទៀតទៅហើយគឺមុខខ្ញុំនៅឡើងស្លេកគ្មានបានលាបអីទេដោយសារងើបបលឹមពេកអញ្ចឹងទៅអត់ចង់លាបអីសូម្បីតែក្រែមខ្ញុំលាបបានតែអាឡូងតិចអញ្ចឹងពេលញ៉ាំអីហើយគឺអស់បាត់អញ្ចឹងស្ដាប់គេច្រៀងអីមកសន្ទុះធំអញ្ចឹងទៅហើយតែខ្ញុំបានគេងដែរដោយសារងួយគេងពួកយើងងើបតាំងផឹកបន្ទាប់ពីហ្នឹងក៏ពួកខ្ញុំបានចុះទៅថតរូបនៅវងមូកំពង់ធំដែរហើយរួចបានទៅចូលញ៉ាំបាយថ្ងៃត្រង់នៅស្ទឹងត្រជាក់ស្បាយស្រីត្រង់គេកន្លែងហ្នឹងក៏ឆ្ងាញ់ដែរនិយាយទៅដូចខ្ញុំថាជាងគឺគេ cover ទាំងអស់អញ្ចឹងយើងអត់ខ្វល់ថាគេហៅម្ហូបអីយើងចូលទៅដល់យើងនឹងទៅញ៉ាំទៅបានទេប៉ុន្តែដូចយើងចង់ញ៉ាំការ៉េមចង់ញ៉ាំអីបន្ថែមអាហ្នឹងយើងកំងខ្លួនឯងហើយនេះគឺជាហាងបាយដែលខ្ញុំបានចូលពេលថ្ងៃត្រង់ហ្នឹងបន្ទាប់ពីបានញ៉ាំបាយថ្ងៃត្រង់អីរួចរាល់គឺពួកខ្ញុំបានជិះបន្តមកដល់សៀមរាបយកមកអញ្ចឹងពេលដែលមកដល់សៀមរាបហ្នឹងគឺពួកខ្ញុំបន្តបានទៅស្ថានភាពភ្លាមទេគឺពួកខ្ញុំទៅ aquarium ដែលទៅមើលបាតសមុទ្រចឹងទៅពួកខ្ញុំទៅកន្លែងហ្នឹងសិនហើយកន្លែងនេះក៏ខាង 2K cover ដែរតែឮថាដូចចូលម្នាក់10 រៀលចឹងពេលដែលចូលទៅហ្នឹងគឺគេមានសត្វគ្រប់ប្រភេទឲ្យយើងមើលហើយក៏គេមាន show មច្ឆាឲ្យយើងមើលដូចគ្នាកន្លែងហ្នឹងគឺធំគួរសមពួកអីពេលដែលចូលទៅដល់ហ្នឹងគឺគេមានដាក់តាមមន្តនការនៅគេដាក់ឲ្យយើងមើលសត្វហើយក៏មើលត្រីមើលអីតាមដឹងអីចឹងទៅហើយគេមានបន្ទាប់ទៀតគេមានកន្លែងឲ្យយើងទៅមើលខ្លាឃ្មុំមើលអីចឹងកន្លែងគេគឺធំចឹងអ្នកនរគ្នាអាចចូលទៅមើលបានហើយនិយាយទៅគឺយើងអាច experience new thing ហើយវាមើលទៅវាប្លែកភ្នែកណាហើយដូចកន្លែងត្រីឡៃនេះអីចេញមកគឺស្អាតហ្មងហើយតិចទៀតខ្ញុំនឹងដាក់ឲ្យអ្នកគ្នាមើល show របស់មច្ឆាបន្ទាប់ពីពួកខ្ញុំបានមើលការសម្ដែងចប់ពួកខ្ញុំបានដើរមកខលបន្តទៀតដើម្បីមកថតរូបហើយក៏ដូចជាកន្លែងហ្នឹងគេមានកន្លែងលក់កាហ្វេចឹងបើយើងចង់ញ៉ាំកាហ្វេក៏បានអីក៏បានហើយគេក៏មានកន្លែងថតរូបដូចគេមានឲ្យយើងថតរូបទៅប៉ុន្តែបើយើងចង់បានសុំ$5ហើយរូបថតហ្នឹង$1អញ្ចឹងសរុបចូលគឺ$6ហើយបើយើងចង់ថតក៏អីដែរហើយបន្ទាប់មកទៀតគឺដើរមើលទៅខាងក្រោយកន្លែងនេះគឺកន្លែងខ្លះវាមានអាខមនេះមកតង់ទៀតនិយាយទៅកន្លែងនេះក៏ស្អាតដែរប៉ុន្តែវាមនុស្សច្រើនពេកអញ្ចឹងទៅថតទៅអត់ស្អាតម៉ានេះដល់តែអត់សូវមានមនុស្សមិនស្អាតហើយ
បន្តមកកន្លែងនេះទៀតគឺគេមានសត្វផ្សេងគ្នាគឺគេដាក់បន្លែខុសៗគ្នាអញ្ចឹងទៅហើយក៏ខាងក្រោយគេមានសួនដើរឲ្យយើងមើលបែងចែកទៅសត្វនីមួយតែពួកខ្ញុំមើលអត់បានគ្រប់ទេដោយសារវាដល់ម៉ោងត្រូវចេញហើយអញ្ចឹងពួកខ្ញុំបានតែដើរមើលមកស្ទុះទៅហើយនាំគ្នាឡើងឡានវិញដើម្បីទៅកន្លែងបន្តមួយទៀតដើម្បីកុំឲ្យវីដេអូនេះវែងពេកចឹងខ្ញុំសូមចាប់ត្រឹមប៉ុណ្្នឹងសិនចាំជួបគ្នានៅវីដេអូក្រោយមួយទៀតបាយបាយ